បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel KSN នៅក្នុងវីដេអូនេះខ្ញុំសូមលើកយកមេរៀនអំពី Microsoft Word បន្តទៀតបាទហើយដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅអនុវត្តមេរៀនយើងទាំងអស់គ្នាបាទនៅក្នុងនេះខ្ញុំមានអត្ថបទមួយបាទដែលអត្ថបទនេះគឺមិនបានស្អាតទេគឺមានកន្លែងខ្លះខ្ញុំដកឃ្លា2ដងបាទកន្លែងខ្លះដកឃ្លាតែម្ដងទេបាទអញ្ចឹងគឺវាអត់បានស្អាតទេអត់បានត្រឹមត្រូវបាទហើយខ្ញុំកន្លែងខ្លះ enter ហ្នឹងមក2ដងបាទហើយកន្លែងខ្លះហ្នឹងក៏វាមានម្ដងហើយអញ្ចឹងដើម្បីរៀបចំឲ្យវាបានស្អាតកន្លែងនេះខ្ញុំសូមធ្វើការ record macro បាទហើយការ record macro កាលពីវីដេអូមុនខ្ញុំធ្លាប់បង្ហាញបងប្អូនរួចហើយប៉ុន្តែកាលនោះគឺខ្ញុំបង្ហាញទៅលើការ record ទៅលើ font បាទដើម្បីយើងផ្លាស់ប្ដូរវាយអត្ថបទរបស់យើងឲ្យបានលឿនបាទឥឡូវនេះខ្ញុំសូមធ្វើការ record macro នេះនៅក្នុងការដែលយើងរៀបចំឯកសារបាទអញ្ចឹងជាដំបូងបងប្អូនចូលមកកន្លែង tab view នេះមកបាទចូលមក tab view បងប្អូននឹងឃើញហើយ macro បាទបងប្អូនចូលក្នុង macro នឹងមកបន្ទាប់មកបងប្អូនអាច view មើលសិនទៅតែយើងបាន record អីខ្លះបាទកន្លែងនេះខ្ញុំបានលុបចោលអស់ហើយបាទដើម្បីកុំឲ្យវាច្រឡំអញ្ចឹងកន្លែងនេះខ្ញុំយកពាក្យថា record macro បាទបន្ទាប់មកកន្លែងនេះខ្ញុំអាចយកឈ្មោះនឹងដដែលក៏បានខ្ញុំអាច edit ក៏បានដែរប៉ុន្តែខ្ញុំខ្ជិលឲ្យវែងឆ្ងាយខ្ញុំយកឈ្មោះនឹងដដែលទៅហើយ description ខ្ញុំដាក់ថា create by KSN បាទអញ្ចឹងខ្ញុំចុច OK មកបាទអញ្ចឹងបងប្អូនឃើញហើយគឺមានន័យថាវាជាប់ record ហើយដោយសារវាមានរូបកាសែតនៅក្នុងហ្នឹងណាបាទបងប្អូនឃើញហើយនេះបាទមានរូបកាសែតនៅកន្លែងជាប់នឹង mouse ហ្នឹងគឺមានន័យថាវាកំពុងតែ record ហើយអញ្ចឹងនៅពេលដែលយើង record រួចហើយយើងចូលមកក្នុង home នេះមកដើម្បីយើងចូលទៅ find replace បាទយើងចូលមក find នេះមកបាទតោះមកយើងចូល replace កន្លែងនេះកន្លែងណាដែលមាន space 2ដងខ្ញុំដាក់កន្លែងនេះមកបាទខ្ញុំដាក់ space 1 space 2បាទកន្លែងនេះជំនួសដោយ space តែមួយទេមានន័យថា space 2ហ្នឹង replace មកជា space 1វិញបាទជាយើងដាក់តែមួយ space ទេបន្ទាប់មកខ្ញុំយក replace all បាទអញ្ចឹងបាទ all done we made 26 replacement បាទអញ្ចឹងមានន័យថាគឺ complete ហើយបានន័យថា replace ហ្នឹងយើងបានរួចរាល់អស់ហើយកន្លែងការដក clear ហ្នឹងណាបាទអញ្ចឹងវាបានរួចរាល់អស់ហើយបាទឃើញទេបងប្អូនបាទវាបានមកសភាពធម្មតាវិញមានមើលទៅវាមានរបៀបបាទឡើងមាន space អីញ៉ៃដូចមុនហើយបាទអញ្ចឹងតែនៅ enter នេះបាទអញ្ចឹង enter នេះឥឡូវខ្ញុំសូមលុបកន្លែង space នេះសិនបាទនេះ space មួយនេះក៏លុបដែរបាទបន្ទាប់មកចូល more បាទខ្ញុំចូលឈរលើនេះសិនបន្ទាប់មកចូល more បាទបន្ទាប់មកយកពាក្យថា special នេះណាបាទចូលកន្លែងនេះមកបាទចូលទៅ paragraph mark បាទ paragraph mark មួយបន្ទាប់មកយើងចូលទៅ special នេះមួយទៀតយើងចូល paragraph 2បាទអញ្ចឹងកន្លែងនេះយើងកន្លែងនេះមានន័យថា enter យើងចុះ2ដងហ្នឹងណាអញ្ចឹងចំនួនវិញដោយតែម្ដងទេបាទអញ្ចឹងយើងដាក់ paragraph mark ហ្នឹងម្ដងបាទបន្ទាប់មកយើងយក replace all នេះបាទចុចកន្លែងហ្នឹងមកបាទមានន័យថាវាបាន replace ហ្នឹងចំនួន6ដងបាទ6កន្លែងបាទអញ្ចឹងអូខេមកបាទអញ្ចឹងគឺវារួចរាល់ហើយបាទបងប្អូនឃើញទេបាទវាមានន័យថាវាបានរៀបចំឲ្យយើងស្អាតហើយអញ្ចឹងខ្ញុំចូលមកបិទ stop record នេះវិញបាទខ្ញុំចូល stop recording បាទអញ្ចឹងកន្លែងនេះឧទាហរណ៍ថាបើសិនជាខ្ញុំច្រឡំដៃមកអញ្ចឹងវិញបាទមកពីខុសប្រក្រតីអញ្ចឹងវិញណាហើយអញ្ចឹងពេលដែលនេះយើងឲ្យ macro នឹងមកយើងអាចចូល view នេះមកបាទឃើញឈ្មោះ macro 1ហ្នឹងបាទព្រោះមិញអត់មានទេឥឡូវមានតែមួយហ្នឹងទេដែលខ្ញុំទៅធ្វើហើយបាទអញ្ចឹងឲ្យវារ៉ានមកបាទគឺមានន័យថាវារត់មកទំព័រដើមនឹងវិញដូចអ្វីដែលយើងបានរៀបចំឲ្យស្អាតអញ្ចឹងណាបាទអញ្ចឹងនេះគឺជាការចង macro បាទ record macro បាទការ record អញ្ចឹងវាអានេះជាចំណុចតូចមួយដែរដែលសម្រាប់យើងអាចធ្វើសិក្សាបានស្វែងយល់បានអញ្ចឹងណាបងប្អូនបាទហើយចំណុចផ្សេងទៀតនោះឥឡូវខ្ញុំក៏ចង់បង្ហាញបងប្អូនចំណុចខ្លះៗបាទដូចជាកន្លែង show នេះបាទនៅក្នុងនេះខ្ញុំមកថាខ្ញុំចូលនៅក្នុង home បាទ
ចូលក្នុង home មកដាក់ខ្ញុំដាក់នៅលើអក្សរ B នេះបាទអញ្ចឹងបងប្អូននឹងឃើញគេសូថា bold ហើយបើវងខ្យល់មក control plus ជាមួយនឹង B ហើយបិទវងខ្យល់កន្លែងហ្នឹងគេប្រាប់យើងថា shortcut key របស់អក្សរហ្នឹងណាវាប្រើជាមួយនឹង control ជាមួយនឹង B ហើយខាងក្រោមគេបាន detail បញ្ជាក់ទៀតថា make your text bold បាទប៉ុន្តែបើសិនជាខ្ញុំចូលទៅកំណត់នៅក្នុង option នេះមួយបាទខ្ញុំនៅមិញហ្នឹងគឺខ្ញុំសូមបង្ហាញម្ដងទៀតបាទចូលមក file ចូលមក option បាទយើងនៅក្នុង general ហ្នឹងបាទបងប្អូននឹងឃើញនៅបាទ screen tip style ណាបាទអញ្ចឹងកន្លែងនេះគេដាក់ឲ្យ show filter description in screen tip បាទអញ្ចឹងកន្លែងហ្នឹងបើសិនជាខ្ញុំកន្លែងនេះយើងចុចកន្លែងសញ្ញាព្រួយនេះមកយើងនឹងឃើញមាន3ជម្រើសនៅក្នុងហ្នឹងណាបាទឥឡូវខាងលើនេះយើងកំពុងតែឈរនៅលើទីតាំងខាងលើនឹងហើយអញ្ចឹងយើងយកទី2នេះសាកមើលតើវានឹងប្រែប្រួលយ៉ាងម៉េចបាទបន្ទាប់មកអូខេបាទអញ្ចឹងនៅពេលដែលខ្ញុំចូលមកកន្លែងនឹងដដែលបាទបងប្អូនឃើញទេបាទវាកាត់នៅខ្លីទេវាអត់មានបច្ចៈនៅខាងក្រោមទៀតថា make your text អីទេកន្លែងហ្នឹងគឺវាបានបង្ហាញយើងតែខ្លីតែប៉ុណ្្នឹងទេដាក់តែ control ជាមួយនឹង B ហ្នឹងទេបាទហើយអញ្ចឹងបើសិនជាខ្ញុំចូលទៅ file ចូលមក option ម្ដងទៀតខ្ញុំចូលទៅក្នុង general នឹងដដែលខ្ញុំចុចកន្លែង screen tip style នេះមកខ្ញុំយក don't show script screen ខ្ញុំយក don't show screen tip បាទខ្ញុំយកកន្លែងហ្នឹងមកហើយខ្ញុំជ្រើសរើសយក OK បាទពេលនោះវានឹងលែងបង្ហាញតែម្ដងបាទបងប្អូនឃើញទេបាទខ្ញុំដាក់យ៉ាងម៉េចក៏វាអត់បង្ហាញដែរបាទវាអត់បានបង្ហាញយើងទេបាទអញ្ចឹងដើម្បីមានភាពងាយស្រួលយើងចូលទៅដាក់វាវិញបាទដើម្បីឲ្យងាយស្រួលកន្លែងហ្នឹងណាបាទបងប្អូនអាចយកពីជំរះខាងលើហ្នឹងយកមួយណាក៏បានដែរហើយសម្រាប់ឧទាហរណ៍ដែលខ្ញុំយកអាហ្នឹងទៅដែរទៅដើម្បីងាយស្រួលបាទនេះវាមិនជាបញ្ហាទេបងប្អូនចង់ដាក់ក៏បានមិនដាក់ក៏បានតែអត់អីទេបាទកន្លែងហ្នឹងណាបាទហើយកន្លែងនេះដូចជាកន្លែង account នេះបាទបងប្អូនឃើញទេបងប្អូនចូលមកកន្លែង file ហ្នឹងមកតទៅមកកន្លែង account នេះបាទកន្លែងនេះដើម្បីយើង update license របស់យើងណាប៉ុន្តែដោយសារខ្ញុំអត់ទាន់ update ទេកន្លែងនេះខ្ញុំចង់បង្ហាញបងប្អូនពីការបដូរពណ៌កន្លែងនេះបាទ Office Theme នេះណាបាទកន្លែងហ្នឹងបងប្អូនចូលកន្លែងនេះមកបាទវាមានពណ៌ប្រមាណពណ៌ដែលយើងជ្រើសរើសបាទបងប្អូនយកនេះមក colorful នេះមកវាចេញពណ៌បែបនេះហើយ dark gray នេះបាទវាចេញពណ៌បែបនេះហើយបងប្អូនចូលមកកន្លែង black នេះមកបាទគឺពណ៌ខ្មៅបាទអញ្ចឹងកន្លែងហ្នឹងបងប្អូនអាចជ្រើសរើសបានដូចថាពេលខ្លះយើងធ្វើការទៅវាពណ៌សពេកធ្វើឲ្យចាំងភ្នែកយើងអញ្ចឹងណាបាទអញ្ចឹងបងប្អូនអាចជ្រើសពណ៌តាមហ្នឹងទៅបាទហើយសម្រាប់ខ្ញុំចូលចិត្តពណ៌នេះបាទដាក់ទៅវាស្រួលមើលបាទឬក៏ពណ៌មួយនេះបាទខ្ញុំអាចប្រើពីរពណ៌ហ្នឹងបាទហើយសម្រាប់បងប្អូនអាចរើសពណ៌មួយណាក៏បានដែរបាទចូលនៅក្នុង account ហ្នឹងមកបងប្អូននឹងឃើញបាទ Office Theme ហ្នឹងបាទបងប្អូនអាចចូលទៅស្រាវជ្រាវកន្លែងហ្នឹងទៅបាទវាអត់អីទេហើយអញ្ចឹងវីដេអូហ្នឹងខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងបាទចាំវីដេអូក្រោយៗខ្ញុំនឹងធ្វើការបង្ហាញបងប្អូនបន្តទៀតបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូពីដើមរហូតដល់ចប់ហើយសូមបងប្អូនជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណច្រើន